និយាយទៅខ្ញុំមើលក្នុង social media មនុស្សចង់ជួយតែគេថាឲ្យមនុស្សអត់ជួយតែគេថាឲ្យនិយាយទៅណាគេតែគេថាឲ្យដែរពីរនាក់ដែលមានបញ្ហាជាមួយគ្នាអែតាមមើលតទៅមុខទៀតយើងដឹង exact story ដល់រឿងបញ្ហាការពិតជាបញ្ហាអីឥឡូវនេះគាត់យើងដឹងថាបងនៅស្រុកខ្មែរគាត់ប្រាប់អ្នកតាមដានគាត់កុំសូវទុកចិត្តអ្នកស្រុកអំបីពេកអត់អ្នកអត់នៅស្រុកខ្មែរខ្ញុំអត់មានរឿងខាងស្វែងខាងស្ដាំប៉ុន្តែខ្ញុំយល់រឿងមួយដែលបងប្អូនតាមមើលនៅស្រុកខ្មែរអត់យល់ខ្ញុំយល់ទៅនាមទម្លាប់ប្រពៃណីពួកគាត់ទាំងពីរនាក់អូខេខ្ញុំរស់នៅនេះយូរពេកខ្ញុំបានទៅលេងស្រុកខ្មែរ5ខែខ្ញុំយល់ទៅនាមទម្លាប់ប្រពៃណីរឿងលុយកាក់រឿងជួយគ្នាចាញ់ពីចិត្តចាញ់ពីបេះដូងចាញ់ពីកប៉ៅចំណេញខាតខ្ញុំយល់ទាំងអស់ឥឡូវនេះយើងមានបញ្ហាទីនទួយរឿងពួកគាត់ទាំងពីរនាក់នៅពីលើនេះបងប្អូនត្រូវការយល់ពិចារណាដឹងស្ដាប់រឿងចាញ់ពីចិត្តគំនិតខ្ញុំប្រាប់បងប្អូនអ្វីទាំងអស់ដែលខ្ញុំយល់ដែលខ្ញុំតាមដានតាំងពីម្សិលមិញទី1បងប្រុសខ្មែរគាត់នៅស្រុកខ្មែរបងប្អូនតាមមើលស្គាល់គាត់ហើយគាត់ជាមនុស្សម្នាក់នៅស្រុកខ្មែរដែលជួយចែករំលែកឲ្យបងប្អូនខ្មែរយើង he did get in trouble គាត់ពាក្យហ្នឹងពាក្យថាគាត់ខំទីនទួយដែរនៅស្រុកខ្មែរខ្ញុំអត់ចំណាំតាមមួយឆ្នាំមុនដែលគាត់និយាយអ្វីមួយតាក់ទងនឹងនយោបាយស្រុកខ្មែរហើយគាត់សុំទោសនឹងជារឿងគាត់ទីនទួយដែលខ្ញុំយល់ការខ្ញុំតាមដានគាត់តាមព័ត៌មានព្រោះហើយបងប្អូនម្នាក់នៅនេះគាត់ជាឈ្មោះ Michael គាត់មិនមែនខ្មែរទេ and យើងអត់ដឹងសាច់រឿងការពិតហេតុអ្វីគាត់សុខចិត្តទៅស្រុកខ្មែរបរហាញនេះបរហាញនោះ and មានអ្នកតាមដានគាត់ច្រើនមែនទែនពីស្រុកខ្មែរតាមមើល and រួចហើយគាត់សប្បាយចិត្តមែនទែនគាត់មកដល់ស្រុកអាមេរិកគាត់មានផែនទីចង់ជួយខ្មែរយើង rebuild សាលារៀនកន្លែងនេះកន្លែងនោះគាត់ហើយគាត់ដើរជុំវិញសហរដ្ឋអាមេរិកសុំលុយ donation and រួចហើយគាត់ទៅបាន 2-3 កន្លែងហើយតាមខ្ញុំមើលគាត់អត់តមក Minnesota ទេរួចហើយខ្ញុំជួយ promote គាត់ទៅ Texas ទៀតនេះចេញពីចិត្តគំនិតខ្ញុំប៉ុន្តែឥឡូវនេះខ្ញុំមើលវីដេអូពួកគាត់ទាំងពីរពួកគាត់មានបញ្ហាជាមួយគ្នានោះជារឿងការពិតថ្ងៃនេះខ្ញុំចែកម្លែកចេញពីដួងចិត្តខ្ញុំចិត្តគំនិតខ្ញុំហើយរួចហើយបងប្អូនចូលចិត្តឬមិនចូលចិត្តបងប្អូនអាចពិចារណាខ្លួនឯងចុងបញ្ចប់អ្វីខ្ញុំនិយាយជាអ្វីយើងចង់កៅចែកម្លែក we don't have to agree ប៉ុន្តែពេលបងប្អូនបានស្ដាប់តាមមើលបានយល់ខួរក្បាលកូនខ្មែរម្នាក់ដែលអ្នកខាងព័ត៌មាននៅសហរដ្ឋអាមេរិកand ឆ្លងកាត់ព័ត៌មានបញ្ហាចេះមិនមែនទឹកម្ដងនេះទេច្រើនដងអញ្ចឹងខ្ញុំฝากបងប្អូនរឿងណាគេនិយាយត្រូវណាគេនិយាយខុសពេលចុងបញ្ចប់ពេលបងប្អូនចង់ដឹងខ្ញុំជឿថាពួកគាត់មានផែនទីចង់ជួយខ្មែរទាំងពីរនាក់ប៉ុន្តែបងប្អូនក៏ការដឹងថាម្នាក់រស់នៅសហរដ្ឋអាមេរិកម្នាក់ទៀតរស់នៅស្រុកខ្មែរគាត់ហើយតាមមើលគាត់មិនដែលបានមកដល់ស្រុកអាមេរិកអត់យល់ទៅនាមទម្លាប់ប្រពៃណីខួរក្បាលអ្នករៀនសូត្រខួរក្បាលអ្នកចង់ជួយខុសគ្នាអញ្ចឹងយើងយ៉ាប់កន្លែងហ្នឹងយ៉ាប់ដែលពួកគាត់តាមមើលមានបញ្ហាជាមួយគ្នា maybe លុយកាក់ជួយគ្នាទៅវិញទៅមកតាក់ទងគ្នា communication រឿងចឹងមកពីជីវិតយើងទាំងពីរអ្នកខុសគ្នាហើយម្នាក់ថ្ងៃដើររលុយពីប្រជាពលរដ្ឋខ្មែរយើងសុំលុយបានយកលុយហ្នឹងគាត់ថាពាក្យគាត់ចេញពីមាត់គាត់ថាគាត់ចង់យកទៅជួយខ្មែរយើងហើយរួចហើយម្នាក់ទៀតរស់នៅស្រុកខ្មែរថ្ងៃជួយផ្សាយព័ត៌មានឲ្យយើងដឹងឲ្យយើងយល់ខ្ញុំគ្រាន់តែដឹងថាចង់បញ្ចប់ពួកយើងជាប្រជាពលរដ្ឋជុំវិញពិភពលោក including សហរដ្ឋអាមេរិកក៏ការកើតពិចារណារឿងនេះយើងមិនបាច់ចាំរើសខាងស្វែងខាងស្ដាំយើងមិនបាច់ចាំថាណាគេត្រូវណាគេខុសណាគេចំណេញណាគេខាតយើងក៏ការទុកចិត្តខ្លួនឯងបេះដូងខ្លួនឯងតទៅមុខទៀត That's all ខ្ញុំមិនអាចនិយាយអ្វីទៀតទេខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនគិតកន្លែងហ្នឹងខ្ញុំអត់មានរឿងខាងស្វែងខាងស្ដាំប៉ុន្តែខ្ញុំយល់រឿងមួយដែលបងប្អូនតាមមើលនៅស្រុកខ្មែរអត់យល់ខ្ញុំយល់ទៅនាមទម្លាប់ប្រពៃណីពួកគាត់ទាំងពីរនាក់អូខេខ្ញុំរស់នៅនេះយូរពេកខ្ញុំបានទៅលេងស្រុកខ្មែរ5ខែខ្ញុំយល់ទៅនាមទម្លាប់ប្រពៃណីរឿងលុយកាក់រឿងជួយគ្នាចាញ់ពីចិត្តចាញ់ពីបេះដូងចាញ់ពីកប៉ៅចំណេញខាតខ្ញុំយល់ទាំងអស់
ខ្ញុំសុកចិត្តនិយាយការពិតខ្ញុំខ្លាចសុកខ្មែរជាងខ្ញុំខ្លាចមែនទេដល់បងប្អូនតាមមើលវីដេអូខ្ញុំដឹងខ្ញុំនិយាយប្រាប់បងប្អូនតាមត្រង់ខ្ញុំខ្លាចអ្នកសុកខ្មែរពីព្រោះខ្ញុំនៅសុកនេះខ្ញុំដឹងថាមិនអាចណាគេមកដកលុយយកចំណេញពីខ្ញុំគ្រួសារខ្ញុំលឿនបានទេខ្ញុំនិយាយមែនទេបើប៉ុនខ្ញុំស្គាល់ខ្ញុំក៏រីមែនទេអញ្ចឹងមិនអាចមានតែគេចង់ចំណេញខ្ញុំបានទេអញ្ចឹងបងប្អូនក៏ការយកសាច់រឿងខ្ញុំហ្នឹងគិតពិចារណាខ្លួនឯងឌីម៉ានិយាយនេះនិយាយចង់ចែកម្លែក2នាក់ដែលមានបញ្ហាជាមួយគ្នាតាមមើលតទៅមុខទៀតយើងដឹង exact story ដល់រឿងបញ្ហាការពិតជាបញ្ហាអីឥឡូវនេះគាត់យើងដឹងថាបងនៅស្រុកខ្មែរគាត់ប្រាប់អ្នកតាមដានគាត់កំសៅទុកចិត្តអ្នកស្រុកអំបីពេកអ្នកអត់នៅស្រុកខ្មែរគេគិតខុសពីយើងគេចំណេញខុសពីយើងគាត់និយាយត្រូវប៉ុន្តែអ្នកស្រុកអាមេរិកតែខ្លាចអ្នកស្រុកខ្មែរដែរពីព្រោះគេគិតខុសពីយើងគេគិត a different way យល់ទេបងប្អូន there is a problem there is បញ្ហានិយាយទៅខ្ញុំមើលក្នុង social media មនុស្សចង់ជួយតែគេថាឲ្យមនុស្សអត់ជួយតែគេថាឲ្យនិយាយទៅណាគេតែគេថាឲ្យដែរយើងគិតកន្លែងហ្នឹងបានបងប្អូនយកអូខេបងប្អូនរឿងនេះមិនតន់ចប់ទេអញ្ចឹងចង់បញ្ចប់បងប្អូន comment down below បងប្អូននៅខាងណាបងប្អូនយល់ចិត្តគំនិតណាគេខ្លះបងប្អូនចង់ទៅសេអីរឿងនេះឲ្យពួកប្រជាពលរដ្ឋដែលតាមដានខ្ញុំជួយអានផងជួយមើលផងរៀនពីគ្នាយល់ពីគ្នា Thank you have a good day សុខសប្បាយបងប្អូន bye bye